ជប៉ុនបន្ទាប់ទេចំណេះដឹងនឹងលើកកម្ពស់បច្ចេកវិទ្យាក្នុងវិស័យទឹកស្អាតនិងប្រព័ន្ធទឹកកខ្វក់ដល់កម្ពុជាជប៉ុនបន្តផ្ទេរនឹងលើកកម្ពស់បច្ចេកវិទ្យាក្នុងវិស័យទឹកស្អាតនិងប្រព័ន្ធទឹកកខ្វក់នៅកម្ពុជាតាមរយៈការជួយពង្រឹងធនធានមនុស្សនិងធានាឲ្យបាននៅជំនាញឲ្យមាននិរន្តរភាពដើម្បីអភិវឌ្ឍក្នុងវិស័យទឹកស្អាតនិងប្រព័ន្ធទឹកកខ្វក់ថ្លែងក្នុងសិក្ខាសាលាស្ដីអំពីទឹកស្អាតនិងប្រព័ន្ធអនាម័យកម្ពុជាជប៉ុនឆ្នាំ2026ដែលរៀបចំឡើងរយៈពេល2ថ្ងៃចាប់ពីថ្ងៃទី14រហូតដល់ថ្ងៃទី15ខែមករាឆ្នាំ2026លោកស៊ីមស៊ីថារដ្ឋលេខាធិការតំណាងលោកហែមវ៉ាន់ឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនិវានុវត្តន៍មានប្រសាសន៍ថាការកសាងពង្រឹងនិងរក្សាធនធានមនុស្សក្នុងវិស័យទឹកស្អាតគឺជាការចាំបាច់ដែលត្រូវធ្វើឲ្យបានស្របគ្នាជាក់ស្ដែងបច្ចេកវិទ្យាអាចរីកចម្រើនបានមិនមែនដោយសារតែឧបករណ៍ទំនើបតែប៉ុណ្ណោះទេប៉ុន្តែដោយសារមនុស្សដែលយល់ដឹងអាចប្រើប្រាស់ថែរក្សាថែទាំនិងអភិវឌ្ឍបច្ចេកវិទ្យានោះឲ្យបានត្រឹមត្រូវជាពិសេសការផ្ទេរចំណេះដឹងពីអ្នកជំនាន់មុនទៅជំនាន់បន្តដែលជាចំណុចស្នូលមិនអាចមើលរំលងលោកបន្ថែមថាការផ្ទេរនឹងលើកកម្ពស់បច្ចេកវិទ្យាក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតនិងប្រព័ន្ធអនាម័យមិនមែនជាការងាររយៈពេលខ្លីប៉ុន្តែជាដំណើរការបន្តដែលទាមទារការចូលរួមពីគ្រប់ភាគីប្រសិនអាចភ្ជាប់បច្ចេកវិទ្យាទំនើបជាមួយធនធានមនុស្សដែលមានសមត្ថភាពនិងប្រព័ន្ធផ្ទេរចំណេះដឹងមានប្រសិទ្ធភាពនោះនឹងអាចធានាបាននូវការផ្គត់ផ្គង់សេវាទឹកស្អាតប្រកបដោយគុណភាពសុវត្ថិភាពនិរន្តរភាពដែលអាចសម្រេចបាននូវគោលដៅ SDG 2030បន្ថែមពីនេះលោកលើកឡើងថាដោយសារធនធានក្នុងវិស័យនេះមានចំនួនតិចក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនិវានុវត្តន៍បានជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ដូចជា EU និង ASD ក្នុងការបណ្ដុះបណ្ដាញពង្រឹងសមត្ថភាពដោយសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្នុងការជ្រើសរើសនិស្សិតអាហារូបករណ៍ឲ្យចូលរៀនថ្នាក់បរិញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតលើមុខជំនាញក្នុងវិស័យទឹកស្អាតនិងប្រព័ន្ធអនាម័យនៅតាមបណ្ដាសាកលវិទ្យាល័យនៅសហភាពអឺរ៉ុបសរុបចំនួន30កន្លែងក្នុងឆ្នាំ2026លើសពីនេះទៀតក្រសួងបាននឹងកំពុងឬបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលក្រោមក្របខ័ណ្ឌគម្រោងបាក់ខែង3ដែលមានរដ្ឋកោទឹកស្វយ័តក្រុងភ្នំពេញជាម្ចាស់គម្រោងហើយឡែកក្រោមក្របខ័ណ្ឌគម្រោងរៀបចំផែនការអភិវឌ្ឍវិស័យទឹកស្អាតទីប្រជុំជនរបស់ JICA ក៏បានរៀបចំផែនការអភិវឌ្ឍសមត្ថភាពសម្រាប់មន្ត្រីរាជការខេត្តដែលនឹងចាប់ផ្ដើមធ្វើការបណ្ដុះបណ្ដាលក្នុងខែមករាឆ្នាំ2026នេះតទៅផងដែរលោកអ៊ីស៊ីអ៊ីអនុរដ្ឋមន្ត្រីទទួលបន្ទុកផ្គត់ផ្គង់ទឹកនិងប្រព័ន្ធលូនៃក្រសួងរៀបចំដែនដីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងទេសចរណ៍ជប៉ុនបានលើកឡើងថាប្រព័ន្ធគ្រប់គ្រងទឹកនិងលូទឹកកខ្វក់របស់ប្រទេសជប៉ុនស្ថិតក្នុងចំណោមប្រព័ន្ធទំនើបបំផុតនៅលើពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះប្រទេសជប៉ុនសម្រេចបាននូវការគ្របដណ្ដប់ទឹកស្អាតជិត 100% និងផ្គត់ផ្គង់ទឹក24ម៉ោងតាមរយៈការអភិវឌ្ឍនិងការគ្រប់គ្រងដែលមានផែនការគ្រោងទុកយ៉ាងត្រឹមត្រូវនិងច្បាស់លាស់លោកបន្តថាបទពិសោធន៍និងបច្ចេកវិទ្យារបស់ប្រទេសជប៉ុនក្នុងការអភិវឌ្ឍនិងថែទាំប្រព័ន្ធគ្រប់គ្រងទឹកនិងលូនឹងមានប្រយោជន៍នៅក្នុងប្រទេសកម្ពុជាហើយប្រទេសទាំងពីរនឹងអាចរៀនពីគ្នាទៅវិញទៅមកទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្សនិងកិច្ចខិតខំប្រឹងប្រែងផ្ទេរនិងបន្តវេននៅបច្ចេកវិទ្យាលោកបន្ថែមថាខ្ញុំសង្ឃឹមថាសិក្ខាសាលារយៈពេល2ថ្ងៃនេះនឹងបម្រើជាឱកាសមួយដើម្បីអភិវឌ្ឍបន្ថែមទៀតនៅទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសជប៉ុននិងកម្ពុជាក្នុងវិស័យផ្គត់ផ្គង់ទឹកនិងលូលោកអ៊ុអ៊ីនុអាត់ស៊ុស៊ីអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាបានលើកឡើងព្រឹត្តិការណ៍នេះនឹងរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍនាពេលអនាគតនៃប្រព័ន្ធផ្គត់ផ្គង់ទឹកនិងលូទឹកកខ្វក់របស់កម្ពុជាលោកបានកត់សម្គាល់ថាប្រទេសជប៉ុនបានផ្ដល់ជំនួយដល់ប្រទេសកម្ពុជាលើវិស័យជាច្រើនរួមទាំងការពង្រឹងសន្តិភាពនិងការកសាងប្រទេសឡើងវិញបន្ទាប់ពីសង្គ្រាមស៊ីវិលបានបញ្ចប់
ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនិងការអភិវឌ្ឍធនធានមនុស្សជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកដែលជាកត្តាចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃរបស់ប្រជាជននិងការអភិវឌ្ឍឧស្សាហកម្មហើយជាវិស័យមួយដែលប្រទេសជប៉ុនបានយកចិត្តទុកដាក់ជាទីបំផុត។